để ha để dẹ tiền lại bày nên nhiệt nhầmព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គឲ្យតម្លៃបំផុតត្រង់ចំណុចទី3ថាអនុសាសនីបរិហារិយៈគឺអស្ចារ្យត្រង់ព្រានប្រដៅដោយព្រះអង្គទ្រង់ជាកទុកថាសាសនាតថាគតចាប់ពីពេលនេះរហូតដល់ទៅខាងមុខបន្តទៀតសាវករបស់តថាគតមិនមានអ្នកសម្ដែងរិទ្ធបានទេណែញាតិញោមណាដោយសម័យអាត្មាហ្នឹងអត់មានអ្នកចេះរិទ្ធទេបើសិនជាចេះហោះនោះមកដល់នេះតាំងថ្ងៃយកញាតិញោមប៉ិនអត់ចេះមានរិទ្ធទេនឹងព្រះអង្គលោកជាកទុកអញ្ចឹងអំណោះកាលតទៅសាសនាតថាគតសាវកអត់ចេះរិទ្ធសម្ដែងទេអំណោះកាលតទៅសាវកអត់ចេះទាញយកនៅហេតុយ៉ាងជាក់ច្បាស់ដើម្បីឲ្យច្បាស់នោះទេអត់ចេះទាញអតីតមកសម្ដែងដូចជាអតីតរបស់អ្នកនេះអតីតរបស់អ្នកនោះអត់ទេត្រង់កន្លែងអទេសនាបដិហារិយៈគឺអត់មានទេអញ្ចឹងព្រះអង្គផ្ដោតសំខាន់សរសើរត្រង់ចំណុចទី3ការសម្ដែងប្រកបដោយពាក្យប្រដៅញាតិញោមឥឡូវហ្នឹងដល់ត្រឹមពាក្យប្រដៅឯណាញាតិញោមត្រឹមពាក្យប្រដៅសម្រាប់ពុទ្ធបរិស័ទទាំងឡាយស្ដាប់រងថ្ងៃស្ដាប់ពាក្យប្រដៅមែនអត់ញាតិញោមរាល់ថ្ងៃហ្នឹងនៅត្រង់ពាក្យប្រដៅញាតិញោមស្ដាប់ធម៌ដោយញោមស្ដាប់តាមប៉ុស្តិ៍វិទ្យុញោមមិនមែនស្ដាប់សំឡេងអាត្មាមិនមែនស្ដាប់អាត្មាទេគឺស្ដាប់ពាក្យប្រដៅដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះអង្គធម្មទេសនាលោកទេសសម្ដែងអង្គណាក៏ដោយលោកគ្រូធម្មនាចារ្យណាក៏ដោយដែលគាត់នឹងលោកលើកឡើងមកសម្ដែងគឺមិនមែនជាការសម្ដែងជាមតិរបស់គាត់ជាគំនិតរបស់គាត់ជាយោបល់របស់គាត់ទេគឺសម្ដែងនៅធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងជាការអស្ចារ្យត្រង់ចំណុចថាយើងសពថ្ងៃស្ដាប់ពាក្យព្រានប្រដៅយើងនឹងស្ដាប់ពាក្យព្រានប្រដៅរបស់លោកអ្នកប្រាជ្ញដោយគោរពអ្នកណាជាអ្នកប្រាជ្ញព្រះសម្មាសម្ពុទ្ធជាអគ្គមគ្គទេសដ៏ឆ្នើមលើលោកមិនមានបុគ្គលណាប្រៀបប្រដូចស្មើនឹងព្រះអង្គទេសំបីតែសម័យពុទ្ធកាលព្រះមហាក្សត្រស្ដេចចក្រក្តីស្ដេចធម្មតាក្តីកហបតីក្តីនិមឺនមុខមន្ត្រីទាំងអស់ញាតិញោមគឺសុទ្ធតែជាអ្នកលំអោនដាក់បសិស័កគោរពចំពោះព្រះសម្មាសម្ពុទ្ធអត់មានអ្នកណាម្នាក់ក្សត្រអង្គណាឲ្យព្រះសម្មាសម្ពុទ្ធថ្វាយបង្គំគោរពទេណាញាតិញោមយើងមកដល់សប្តាហ៍ថ្ងៃអញ្ចឹងដែរសាវករបស់ព្រះអង្គក៏នៅតែព្រះមហាក្សត្រគោរពព្រះមហាក្សត្របូជាព្រះមហាក្សត្រវន្ទានិមឺនមុខមន្ត្រីកហបតីសំបីនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីអនុរដ្ឋលេខាធិការគ្រប់ឋានានុក្រមទាំងអស់ក៏នៅតែគោរពចំពោះព្រះសង្ឃរតនៈដោយសារអីដោយសារយើងយកព្រះពុទ្ធសាសនាជាមាគ៌ាជាអ្នកដឹកនាំផ្លូវនឹងអាត្មាបញ្ជាក់ខាងដើមចំណុចហ្នឹងដែលចង់ឲ្យញាតិញោមទាំងអស់ជ្រាបថាការសម្ដែងធម៌ការទូលមានធម៌អារបស់ព្រះសម្មាសម្ពុទ្ធសម័យនោះគឺសម្ដែងដោយដែលអាត្មាលើកឡើងខាងដើមគឺបដិហារិយៈទាំង3ហ្នឹងមកដល់ពេលបច្ចុប្បន្ននេះនៅត្រង់តែចំណុចបដិហារិយៈទី3ទេញាតិញោមគឺការព្រានប្រដៅសម្រាប់ញាតិញោមអ្នកស្ដាប់ពធឥឡូវហ្នឹងសំខាន់បំផុតគោលដៅរបស់ពុទ្ធ